សួស្តីលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិនិងប្រិមិត្តស្ដាប់ជាទីមេត្រីនៅពេលនេះខ្ញុំបាទប្រាក់ច័ន្ទតារាសូមជម្រាបជូនព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តបៃលិនជាដំបូងនេះសូមជម្រាបជូននូវមេត្តាព័ត៌មានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារសម្ដេចបវរធិបតីហ៊ុនម៉ាណែតអបអរសាទរខួបលើកទី3ឆ្នាំគុនល្បុក្កតោត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារនៅក្នុងខេត្តសៀមរាបពីថ្ងៃទី6ដល់ថ្ងៃទី7ខែធ្នូដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនបងប្អូនអតីតពលកររដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថាការការពារជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកនិងអភិវឌ្ឍសហគមន៍តំបន់ការពារឈានឆ្ពោះទៅជាសហគមន៍អព្យាក្រឹតកាបូនតុលាការរុស្ស៊ីផ្តន្ទាទោសបរិសុទ្ធ8នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតជំវិញការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកអ៊ុយក្រែនព្យុះស៊ីក្លូនឌីតវ៉ាសម្លាប់មនុស្ស46នាក់នៅស្រីលង្កាខណៈប្រទេសត្រៀមរងគ្រោះទឹកជំនន់បន្ថែមតទៅនេះសូមជម្រាបជូនព័ត៌មានពិស្ដានៅព្រឹកថ្ងៃសៅរ៍ទី29ខែវិច្ឆិកាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យលោក Winston Peter រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពសូមគប់បញ្ជាក់ថាតបតាមការអញ្ជើញរបស់ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោក Winston Peter អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី28ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ក្នុងឱកាសបំពេញទស្សនកិច្ចលោក Winston Peter បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក Winston Peter ក៏បានជួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់និងកម្ពុជាលើវិស័យដែលមានសក្តានុពលបម្រើផលប្រយោជន៍រួមក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Winston Peter នឹងបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះបានបង្ហោះសារអបអរសាទរខួបលើក3ឆ្នាំគុនល្បុក្កតោត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ29វិច្ឆិកា2022 29វិច្ឆិកា2025សូមជម្រាបថាកាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022នៅទីក្រុងរ៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុកនៅក្នុងកិច្ចប្រជុំលើកទី17នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO បានអនុម័តចុះគុនល្បុក្កតោនៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ក្នុងសេចក្តីសម្រេច17ខំ 7B1គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដែលបានចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយបន្តរស់រាននៅក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្នចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះផងដែរការបង្ហាញក្បាច់គុនល្បុក្កតោតគ្នាពីចំនួនមួយទៅចំនួនមួយគឺដើម្បីពង្រឹងប្រាជ្ញាស្មារតីនិងសមត្ថភាពការពារខ្លួនពីសត្វសាហាវព្រមទាំងសត្រូវនានាផងដែរនិងការពារសង្គមជាតិនិងមាតុភូមិផងដែលមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍គ្រូគុនសិស្សគុនល្បុក្កតោទាំងអស់ក្បាច់គុនល្បុក្កតោកម្ពុជាក៏ត្រូវបានអភិរក្សលើតម្លៃនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំពិព័រណ៍ការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តសៀមរាបនាថ្ងៃទី6ដល់ថ្ងៃទី7ខែធ្នូឆ្នាំ2025ខាងមុខនេះដោយនាំយកនៅឱកាសការងាររាប់ម៉ឺនកន្លែងជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនិងអ្នកដែលកំពុងស្វែងរកការងារធ្វើបន្ថែមពីលើនេះអ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក៏ដូចជាអ្នកទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍បសសសម្រាប់ពិព័រណ៍ការងារនេះក៏នឹងត្រូវរៀបចំនាថ្ងៃសៅរ៍ទី6ខែធ្នូឆ្នាំ2025នៅបរិវេណសាលាបឋមសិក្សាសម្ដេចហ៊ុនសែនរណសេត្រីភូមិស្រុកសូត្រនិគមនាថ្ងៃអាទិត្យទី7ខែធ្នូឆ្នាំ2025នៅបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួកស្រុកពួកចំពោះបងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារនិងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធីអាវយឺតដ៏ស្រស់ស្អាតអាហារភេសជ្ជៈកាហ្វេនិងទទួលបានការកាត់សក់ពីជាងជំនាញដែលឥតគិតថ្លៃបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃវិញនិងអ្នកដែលស្វែងរកការងារនៅខេត្តសៀមរាបអាចដាក់ពាក្យនិងសម្ភាសការងារភ្លាមផ្ទាល់នៅទីតាំងចំនួន2ខាងលើចាប់ពីម៉ោង8ព្រឹកដល់ម៉ោង5ល្ងាចដោយមានសហគ្រាសក្រុមហ៊ុនរោងចក្រទៅជ្រើសរើសបុគ្គលិកនិងកម្មករដោយផ្ទាល់គួរឲ្យដឹងផងដែរថានៅក្នុងខែវិច្ឆិកានេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន2ខេត្តរួចមកហើយគឺនៅខេត្តបាត់ដំបងពីថ្ងៃទី15ដល់ថ្ងៃទី16ខែវិច្ឆិកានៅស្រុកថ្មគោលនិងស្រុកមោងឫស្សីរីឯនៅខេត្តបន្ទាយមានជ័យគឺពីថ្ងៃទី23 24នៅក្នុងស្រុកមង្គលបុរីស្រុកព្រះនេត្រព្រះសរុបលទ្ធផលទាំងពីរខេត្តនេះគឺមានអ្នកចូលរួមជិត 5,000 នាក់ហើយមានអ្នកជាប់ការងារបឋមចំនួន 1,577 នាក់ក្រសួងការពារជាតិកម្ពុជានិងអូស្ត្រាលីបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពីសន្តិសុខសាយប័រលើកទី13ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅខេត្តសៀមរាបដែលមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិនិងតំណាងឲ្យក្រសួងការពារជាតិកម្ពុជានិងជាសហប្រធានក្រុមការងារជំនាញស្តីពីសន្តិសុខ Cyber ជាមួយសហប្រធានអូស្ត្រាលីសម្រាប់ជុំទី3ចាប់ពីឆ្នាំ2024ដល់ឆ្នាំ2027បានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារជំនាញស្តីពីសន្តិសុខ Cyber លើកទី13នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី24ដល់ថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025កន្លងមកថ្មីនេះនៅសន្តាគារអង្គរ Century Resort and Spa នៅក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាកិច្ចប្រជុំនេះដឹកនាំធ្វើជាសហប្រធានដោយឧត្តមសេនីយ៍តូកុសលសុវណ្ណវិសាលនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិតំណាងក្រសួងការពារជាតិកម្ពុជានិងឧត្តមសេនីយ៍ត្រី Michael Ryle អគ្គនាយកកងកម្លាំងអភិវឌ្ឍ Cyber នៃបញ្ជាការដ្ឋាន Cyber ក្រសួងការពារជាតិអូស្ត្រាលីតំណាងក្រសួងការពារជាតិអូស្ត្រាលីព្រមទាំងមានការចូលរួមពីប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានបូកមជ្ឈមណ្ឌលឧត្តមភាពទិន្នន័យនិងសន្តិសុខ Cyber និងតំណាងលេខាធិការដ្ឋានអាស៊ានសរុប18ប្រទេសនៅក្នុងកម្មវិធីបើកកិច្ចប្រជុំឧត្តមសេនីយ៍តូកុសលសុវណ្ណវិសាលបានសម្ដែងនូវការស្វាគមន៍ចំពោះប្រតិភូដែលបានអញ្ជើញចូលរួមនិងស្វាគមន៍ទីម័រខាងកើតដែលបានក្លាយជាសមាជិកទី11របស់អាស៊ានព្រមទាំងថ្លែងអំណរគុណដល់សហប្រធានអូស្ត្រាលីចំពោះការចូលរួមចំណែកដ៏មានតម្លៃនិងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ដំណើរការកិច្ចប្រជុំដោយរលូននិងផ្លែផ្កាឆ្លៀតនៅក្នុងឱកាសនោះឧត្តមសេនីយ៍តូក៏បានគូសបញ្ជាក់ដោយសង្ខេបអំពីពេលវេលានិងដំណាក់កាលផែនការអនុវត្តនៃផែនការការងារឆ្នាំ2024ដល់ឆ្នាំ2027ដោយបានបែងចែកផែនការការងារជា3ដំណាក់កាលសំខាន់គឺដំណាក់កាលទី1ដំណាក់កាលទី2និងដំណាក់កាលទី3គិតត្រឹមកិច្ចប្រជុំនេះលើកទី13នេះគឺបានបញ្ចប់
ដំណាក់កាលទី1និងចូលដំណាក់កាលទី2នៃផែនការរួមឆ្នាំ2024ដល់ឆ្នាំ2027ឯកឧត្តមបណ្ឌិតអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថាការការពារមុនការព្យាបាលគឺជាមូលដ្ឋានគ្រឹះនៅក្នុងការពង្រីកនិងអភិវឌ្ឍសហគមន៍តំបន់ការពារធនធានធម្មជាតិឲ្យក្លាយជាសហគមន៍អព្យាក្រឹតកាបូននៅឆ្នាំ2050ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតអៀង សុផាឡែតបានធ្វើឡើងในឱកាសនៃពិធីបិទអង្គសិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនារសៀលថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះនៅទីស្តីការក្រសួងបរិស្ថានជាការគូបញ្ជាក់បន្ថែមឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានឲ្យដឹងថាការការពារពលគឺវិធានការឈ្នះឈ្នះនៃសសរស្តម្ភទី2នៃភាពបៃតងរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានពីព្រោះថាបើមិនមានការការពារនិងការទប់ស្កាត់ដោយការអនុវត្តច្បាប់ 100% នោះទេការអភិវឌ្ឍដែលបានដាក់ចេញឲ្យមានការរៀបចំជារបៀងអេកូទេសចរស្របទៅតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏មិនអាចសម្រេចបានដែរទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់នូវអនុសាសន៍តម្រង់ទិសដល់អគ្គនាយកដ្ឋានសហគមន៍តំបន់ការពារធម្មជាតិដោយអនុញ្ញាតឲ្យរៀបចំប្រព័ន្ធតាមដានការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិស្របតាមអង្គសិក្ខាសាលាបានស្នើសុំដើម្បីជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍មូលដ្ឋាននៅតាមតំបន់ការពារធម្មជាតិក្លាយជាសហគមន៍អព្យាក្រឹតកាបូននៅឆ្នាំ2050និងមានប្រាក់ចំណូលខ្ពស់ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលកំពុងអនុវត្តបន្តស្នាដៃនិងសមិទ្ធផលធំៗពីសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគួរជម្រាបជូនថាតំបន់គោលដៅលំហែបៃតងប្រមាណ123ទីតាំងដែលត្រូវបានចងក្រងជាមួយគ្នានេះក៏មានគម្រោងវិនិយោគអភិវឌ្ឍទេសចរធម្មជាតិខ្នាតធំចំនួន36គម្រោងវិនិយោគអភិវឌ្ឍទេសចរផ្សារភ្ជាប់ទៅនឹងធម្មជាតិខ្នាតតូចចំនួន398គម្រោងគម្រោងខ្នាតធំដំណើរការល្អមានចំនួន24គម្រោងនិងសហគមន៍ដែលកំពុងតែផ្ដល់សេវាកម្មទេសចរធម្មជាតិសរុបមានចំនួន53នៅក្នុងសហគមន៍ដែលកំពុងតែដំណើរការល្អគឺមានចំនួន38និងសហគមន៍ដែលកំពុងរៀបចំផ្ដល់សេវាកម្មមានចំនួន33សហគមន៍បាទលោកនាងព័ត៌មានជាតិដែលខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជម្រាបជូនព័ត៌មានអន្តរជាតិតុលាការរុស្ស៊ីកាលពីថ្ងៃប្រហ័ននៅក្នុងសប្តាហ៍នេះបានកាត់ទោសបរិសុទ្ធ8នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតជំវិញភាពជាប់ពាក់ព័ន្ធទៅនឹងក្នុងការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតរបស់អ៊ុយក្រែននៅតាមផ្លូវពិភាក្សាខាងត្បូងរុស្ស៊ីឆ្ពោះទៅតំបន់គ្រីមៀនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី28ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះបរិសុទ្ធទាំង8នាក់ក៏ត្រូវបានកាត់ទោសពីបទចោទប្រកាន់ភេរវកម្មដោយរៀបចំផែនការជួយអ៊ុយក្រែនបំផ្ទុះគ្រាប់បែកពួកគេបានតវ៉ាថាគ្មានកំហុសនៅក្នុងសវនាការបិទទ្វារដោយនិយាយថាមិនបានដឹងអំពីផែនការរបស់អ៊ុយក្រែនទេប៉ុន្តែរដ្ឋអាជ្ញាប្រកែកថាពួកគេច្បាស់ជាបានដឹងការវាយប្រហារកាលពីខែតុលាឆ្នាំ2022បានបង្កការខូចខាតដល់ផ្នែកខ្លះនៃស្ពានប្រវែង19គីឡូម៉ែត្រដោយអ្នកបើកបរបានផ្ទុះស្លាប់នៅក្នុងរថយន្តរួមទាំងជនស៊ីវិល4នាក់ដែលជិះរថយន្តធុនតូចនៅក្បែរនោះហើយផ្នែកមួយនៃស្ពានបានបាក់ដួលរលំទីភ្នាក់ងារស៊ើបការសម្ងាត់នៅក្នុងស្រុក SBU របស់អ៊ុយក្រែនបានអះអាងទទួលខុសត្រូវព្យុះស៊ីក្លូនឌីតវ៉ាបានបោកបក់កាត់ប្រទេសស្រីលង្កានៅថ្ងៃសុក្រនេះដោយបន្សល់ទុកនូវមនុស្សស្លាប់ចំនួន46នាក់និង23នាក់ទៀតបានបាត់ខ្លួនអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បោកបក់ខ្លាំងត្រូវបានគេរំពឹងថានឹងបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរបន្ថែមទៀតនៅក្នុងរយៈពេល12ម៉ោងខាងមុខនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersមន្ត្រីបានបញ្ជាក់ថាការស្លាប់ភាគច្រើនបណ្ដាលមកពីការបាក់ដី
ប្រជាជនជិត 44,000 នាក់បានរងផលប៉ះពាល់នៅទូទាំងប្រទេសហើយមនុស្សជាច្រើនបានស្វែងរកទីជម្រកនៅតាមសាលារៀនទីផ្សារហ៊ុនកូឡាឡាំពួរបានផ្អាកជាមួយនឹងការជួញដូរមុនម៉ោងហើយសាលារៀននិងសេវារថភ្លើងនៅតែបន្តផ្អាកកងកម្លាំងយោធានិងប៉ូលីសជាង 20,000 នាក់បានសម្របសម្រួលការជំលះប្រជាជនរួមទាំងការជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រសម្រាប់អ្នកដែលជាប់នៅលើស្ពាននិងដំបូលផ្ទះភ្លៀងធ្លាក់ខ្លាំងក៏បានរំខានដល់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិបានដារ៉ាណៃកេដោយបង្ខំឲ្យជើងហោះហើរចំនួន15ត្រូវបង្វែរទៅកាន់អាកាសយានដ្ឋាននៅភាគខាងត្បូងប្រទេសឥណ្ឌាទន្ទឹមនឹងនេះប្រទេសឥណ្ឌាក៏បានផ្ដល់ជំនួយស្បៀងអាហារ 6.5 តោនដើម្បីជួយដល់ស្រីលង្កាខណៈដែលព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេសឥណ្ឌាបាទលោកអ្នកនាងព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តប៉ៃលិនដែលលោកអ្នកនាងបានស្ដាប់នៅពេលនេះចាប់តែប៉ុណ្ណេះខ្ញុំបាទសូមអរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់ពីបងប្អូនលោកអ្នកនាងជូនពរលោកអ្នកនាងទទួលបាននូវសុខភាពល្អជោគជ័យគ្រប់កិច្ចការងារនិងការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ញុំបាទប្រាក់ច័ន្ទតារាសូមអរគុណសូមជម្រាបលា